បាទសួស្តីបងប្អូនអរគ្នាហ្នឹងហើយចុះបន្ទាប់ពីវីដេអូរបស់យើងបាន apply ទៅគឺត្រូវបាន YouTube បដិសេធមានន័យថាYouTube មិន approve យើងទេវាស្មើនឹងមានន័យថាយើងមិនអាចរកលុយបានទៅលើវីដេអូរបស់យើងនៅក្នុង channel ដែលយើងបានផុសដល់ពេលដែលយើង apply ទៅឃើញទេ Your channel isn't earning right now មានន័យថាយើងអត់ទាន់អាចរកលុយបានទេលើនឹងអញ្ចឹងណាក្រោមលក្ខខណ្ឌគេថាគេបានពិនិត្យមើល channel របស់យើងទៅថា channel របស់យើងនឹងមាន review content មានន័យថាយើងប្រើ content ដដែលឬក៏ copy វីដេអូពីគេពីឯងយកមក edit កែដាក់អញ្ចឹងទៅអញ្ចឹងវាអត់ apply វាអត់ approve យើងទេអញ្ចឹងដល់ពេលដែលវាអត់ approve វាមាន option 2នៅក្នុងហ្នឹងណាបងប្អូនបើសិនតែយើង apply ពេលហ្នឹងអត់ approve វាមាន option 2នៅពេលហ្នឹង option ទី1គឺឲ្យយើង apply ម្ដងទៀតវាទុកពេលឲ្យយើងរយៈពេល14ថ្ងៃនេះបងប្អូននេះ14ថ្ងៃដើម្បីឲ្យយើង apply ម្ដងទៀតប៉ុន្តែ apply ជាវីដេអូនេះ apply by sending a video apply by sending the video ហ្នឹងមានន័យថាម៉េចមានន័យថាឲ្យយើងថតវីដេអូថតវីដេអូគឺថតអញ្ចឹងថតវីដេអូឲ្យយើងចូលមក channel ថតវីដេអូអញ្ចឹងហើយយើងនិយាយអញ្ចឹងណានិយាយថាវីដេអូ channel របស់យើងនឹងវាល្អទេអីទេអញ្ចឹងណាយើងប្រាប់គេអញ្ចឹងណាហើយយើងយកវីដេអូហ្នឹងយកតែ appeal ទៅហើយបើយើងមិន appeal option 1ទេយើងអាច appeal លក្ខណៈ option 2 option 2ហ្នឹងនេះកន្លែងនេះប៉ុន្តែវាត្រូវការរយៈពេល90ថ្ងៃវាស្មើនឹង3ខែបានយើងបានមាន option ហ្នឹងផុសដូចនេះអញ្ចឹងឲ្យយើងចុច appeal អញ្ចឹងណាចុះដើម្បី appeal វីដេអូហ្នឹងយើងគួរតែធ្វើយ៉ាងម៉េចបងប្អូនចូលទៅខាង channel បងប្អូនទៅឲ្យថតចូលមកកន្លែងហ្នឹងមកណាឲ្យចូលទៅ dashboard មកយើងចុចមកកន្លែង earning មកយើងថតឲ្យនិយាយប្រាប់គេទៅនេះខ្ញុំមានតែសេពាក្យសម្រាប់និយាយតែនេះនិយាយទៅបងប្អូននិយាយទៅតាមជាក់ស្ដែងហ្នឹងណានេះនិយាយតាមពាក្យនេះយើងនិយាយប្រាប់គេទៅ Dear YouTube support team actually I got notification on my channel monetize session tape អាហ្នឹងគេហៅថា monetization tape ហើយ and so that my content is the review content នេះកន្លែងនេះអញ្ចឹងបងប្អូននិយាយតាមអ្វីដែលខ្ញុំបានសរសេរនឹងទៅនិយាយអញ្ចឹងណាឲ្យថតប៉ុន្តែអាពេលថតហ្នឹងយើងបង្ហាញប្រាប់គេផងតែថាដូច channel នេះអញ្ចឹងយើងប្រាប់គេថា Hello YouTube team អញ្ចឹងណា This is my channel name clip អីគេ007 and here is my channel URL monetization tape យើងថតទៅយើងថតអានោះឲ្យគេឃើញផងអញ្ចឹងណាហើយបន្ទាប់មកបងប្អូននិយាយតាមអ្វីដែលខ្ញុំបានសរសេរនឹងទៅយើងប្រាប់គេថាWell in this video I'm going to show pro you អញ្ចឹងណាពេលនេះខ្ញុំចង់បង្ហាញទៅ YouTube ថាវីដេអូនៅក្នុង channel របស់យើងនឹងវាល្អទេអីទេយើងថតដោយកាមេរ៉ារបស់យើងអញ្ចឹងទៅអាហ្នឹងយើងនិយាយតាមអាហ្នឹងធ្វើម៉េចឲ្យបាន1នាទីឬក៏2នាទីក៏បានដែរហើយយើងមិនបាច់ជាប់មុខយើងទេជាប់សំឡេងហើយអាកន្លែងនេះត្រូវតែជាប់ណាឈ្មោះ channel នេះឃើញទេគេប្រាប់ថាម៉េច if you sing នេះហ៎ if you sing we make a mistake send a video telling us whyបើសិនជាយើងគិតថាយើង apply ទៅវាអត់ approve ហ្នឹងវាឲ្យយើងថតវីដេអូហ្នឹងបង្ហាញគេថាហេតុអីហើយផ្ញើវីដេអូឲ្យគេទៅគេនឹង review យើងហើយអញ្ចឹងនៅក្នុង channel នេះនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនថាពេលដែលយើងថតវីដេអូឲ្យគេហ្នឹងគឺយើងនិយាយដូចអ្វីដែលខ្ញុំបានសរសេរហ្នឹងទៅឬក៏បងប្អូនមានគំនិតនិយាយពីអីនិយាយទៅដោយប្រាប់គេជាក់ស្ដែងទៅណាហើយបន្ទាប់មកបងប្អូនឲ្យជាប់អានេះផងពេលកំពុងនិយាយហ្នឹងឲ្យយើងកំពុងតែចុច cursor នៅលើហ្នឹងផងអញ្ចឹងណាហើយពេលដែលចប់ពេលដែលយើងថតចប់ហើយយើងធ្វើមិនថតចប់ហើយយើងផុសវាចូលមកដោយសារខ្ញុំបានថតហើយអញ្ចឹងខ្ញុំផុសឲ្យបងប្អូនមើលយើងចូលកន្លែងផុសមកផុសធម្មតាហ្នឹងបងប្អូនយើងចូលផុសយើងចុច create channel មក create video មកយើងចុចផុសឲ្យវីដេអូដែលយើងបានថតមិញហ្នឹងណាកន្លែងណានេះវីដេអូខ្ញុំថតហើយហ្នឹងខ្ញុំផុសវាឡើងមកហើយមិនបាច់ដាក់ចំណងជើងអីទេហើយបងប្អូនគ្រាន់តែ upload ទៅចុច next មកណា next ទៀតទៅហើយយើងយកពាក្យថា unlist កុំយក private យកពាក្យ unlist បងប្អូនដាក់វាមក unlist កុំដាក់ private កុំដាក់ public គឺដាក់ unlist ទៅយើងចុច save ពេលដែលយើងចុច save រួចហើយយើងចុចមើលវីដេអូរបស់យើងមកយើងនិយាយថាម៉េចហ្នឹងនេះ Hello YouTube team this is my channel clip 007 and here is my URL channel and URL on my monetization tape
អូខេឥឡូវតែប៉ុណ្្នឹងទេបន្ទាប់មកពេលយើងបានផុសវីដេអូនឹងហើយបងប្អូន copy link នេះបងប្អូនចូលមកកន្លែងនេះមក copy link ណានេះ copy link មកផាច់មកហើយយើងចូលទៅកន្លែងនេះដដែលនេះកន្លែង earning នេះបន្ទាប់មកដល់កន្លែងនេះបងប្អូនចុចនេះចុច send វីដេអូហ្នឹងចុចចេះមកហើយនេះអា link វីដេអូយើងដែរវីដេអូ URL ហ្នឹងយើងគ្រាន់តែចុចផាសដាក់វាមកហើយយើងអត់បាច់ធ្វើអីទេគឺចុច submit ទៅគេវាដាក់ថា we will review your appeal and get back to you within 14 ថ្ងៃនេះវាប្រាប់យើង14ថ្ងៃវានឹងប្រាប់ព័ត៌មានមកចាំយើងហើយវាប្រាប់ថាសូមចងចាំកុំលុបវីដេអូណាមួយនៅក្នុង channel នៅពេលគេកំពុង review ហ្នឹងអញ្ចឹងនៅពេលដែលយើងដាក់វីដេអូហ្នឹងទៅហើយយើងអត់អាចទៅលុបទេយើងកុំលុបឲ្យសោះទុកហ្នឹងហើយយើងចុចគាត់ទៅចប់ហើយនេះគេដាក់ថា your appeal is under review វាកំពុងតែ review ហើយអានឹងជារបៀបដែល apply តង់ទី2នៅពេលដែលវីដេអូបងប្អូន apply អត់ជាប់យើងអាច apply តាមរបៀបហ្នឹងហើយនេះគឺជាពាក្យដែលខ្ញុំសរសេរជាគោលទេបងប្អូនអាចសរសេរកែច្នៃសរសេរតាមនឹងទៀតក៏បានដែរសម្រាប់ខ្ញុំសរសេរអញ្ចឹងណាដើម្បី appeal អញ្ចឹងអរគុណច្រើនបងប្អូនអរគ្នានេះគឺជាទម្រង់ appeal វីដេអូ YouTube ជាលក្ខណៈវីដេអូបាទអរគុណច្រើនបាយបាយ